នេះក៏ជាពេលវេលាដែលយើងស្វែងយល់បន្តទៀតចំណេះដឹងតទៅនឹងហុងស៊ុយពីមុនឲ្យទៅលើថាហុងស៊ុយគឺហុងស៊ុយអត់ដឹងថាហុងស៊ុយមានវិទ្យាសាស្ត្រឬក៏មានមិនវិទ្យាសាស្ត្រឬក៏មានជំនឿសាសនាគឺយើងទាំងអស់គ្នាជាមហាជនអត់សូវបានដឹងទេប៉ុន្តែតាមរយៈវីដេអូរបស់អ្នកគ្រូគឺយើងចាប់ផ្ដើមដឹងចាជាទូទៅបងប្អូនខ្មែរយើងចំនួនមុនឲ្យទៅលើថាហុងស៊ុយសែនក៏ហុងស៊ុយការពិតមែនទេចាមែនទេហុងស៊ុយគេនិយាយពីចរន្តខ្យល់និងទឹកនិយាយពី flow ខ្យល់និងទឹកអញ្ចឹងវាទៅពាក់ព័ន្ធនឹងធម្មជាតិតែការសែនព្រេនគឺនិយាយពីសាសនាថ្មីហ្នឹងខ្ញុំក៏បានរៀនពីខាង Grand Master ធំដែរដែលគាត់ធម្មតាគាត់និយាយថាជា Feng Shui Master ជាប្រធានសមាគមគ្រប់គ្រងចិនសែនដល់ប្រទេសត្រូវតែដឹងទាំងអស់ត្រូវតែយើងទាំងអស់អញ្ចឹងទៅថ្ងៃហ្នឹងគឺខ្ញុំមានកម្មវិធីហ្នឹងជាមួយចិនសែននៅចិនចាចិនសែនលំដាប់ជួរមុខរបស់ចិនហើយជាមួយនឹងខាងសិង្ហបុរីគេមានការរៀបចំបែបប្រពៃណីសាសនាអញ្ចឹងខ្ញុំត្រូវដឹងទោះបីខ្ញុំអត់ជឿក៏ខ្ញុំត្រូវដឹងដែរអញ្ចឹងទៅរៀនមើលថាអ្វីដែលគេនិយាយហ្នឹងវាពិតអត់យកមកពិសោធន៍ពិតអត់យកមកពិសោធន៍ដល់ពេលកាលណាយើងរៀនហើយปุ๊បអាហ្នឹងវាគ្រាន់តែជាជំនឿទេបើគ្រាន់ជាជំនឿបើយើងធ្វើឲ្យសប្បាយចិត្តយើងធ្វើទៅតែបើសិនតែយើងធ្វើឲ្យយើងគិតថាមិនជឿក៏សាច់តែយើងដែរពួកអាហ្នឹងវាអត់មានប៉ះពាល់ដល់យើងទេចាតែជំនឿខ្លះចូលចិត្តឲ្យបងប្អូនអស់លុយចាការប៉ះទៅបើសិនជាជំនឿបងប្អូនអស់លុយវាអាស្រ័យទៅលើបុគ្គលទេអាស្រ័យទៅលើថាតើបុគ្គលនឹងឆ្លៀតឱកាសនៃការលក់ផលិតផលឬអត់លក់វត្ថុមង្គលឬអត់តែប៉ុណ្្នឹងឯងចាការប៉ះជំនឿឧទាហរណ៍ថាករណីបើកាលណាសែនយើងសែនរបស់ដែលលក់នៅលើទីផ្សារវាមានស្រាប់ហើយចាមានស្រាប់ហើយគាត់តែយើងបំលែងយករបស់ហ្នឹងមកប្រើមកអត់ចាំបាច់ទៅបំលែងលក់ថ្លៃក៏អត់ទេខ្ញុំឃើញករណីមួយខេសចំណុចនេះខ្ញុំឃើញករណីមួយរបស់សិស្សដែលគាត់មានបញ្ហាខ្ញុំឃើញគាត់ដាក់ការកលាបនៅក្នុងកណ្ដាលផ្ទះការកលាបក្រហមណាធម្មតាការកលាបគឺមានបន្លាច្រើនណាចាម៉ូតូហ្នឹងគឺមានបន្លាច្រើនណាគាត់ដាក់នៅចំកណ្ដាលផ្ទះហ្នឹងគឺគាត់ដាក់ចំនៅកន្លែងទីចអ៊ីហើយគាត់ទិញថ្លៃទៀតទិញថ្លៃការកលាបម៉ូតូដូច$9ចាម៉ូតូ$9យើងយកមកតាំងយើងគិតថា9តង់អស់ប្រហែលអស់$80ជាងហើយយកមកប្រើបានផលទៀតព្រោះដោយសារអីធម្មតាកណ្ដាលផ្ទះវាចំណុចដូចបេះដូងយើងអញ្ចឹងបេះដូងរបស់មនុស្សយើងអញ្ចឹងដល់ពេលដែលយើងយកផ្កាទៅដាក់ដូចចាក់ក្នុងបេះដូងយើងអញ្ចឹងចាតែមានបញ្ហាគឺបញ្ហាទី1ជំងឺទី2អាចនឹងមានបញ្ហាឆ្លុះមិនចោះសម្រុងគ្នាជាមួយគ្រួសារអញ្ចឹងក៏មានបញ្ហាអញ្ចឹងខ្ញុំសួរថាបើសិនជាករណីនៃការរៀបចំជំនឿសែនយើងជឿបានប៉ុន្តែយើងត្រូវមើលថាតើរបស់ណាដែលយើងដាក់ទៅវាអាចនឹងមានបញ្ហាអញ្ចឹងយើងឧទាហរណ៍ថាបើសិនជាយើងខ្លាចមានបញ្ហាដូចជាក្នុងឆ្នាំការសែនហ្នឹងខ្ញុំក៏ឲ្យសែនពណ៌ក្រហមតែប៉ែតពណ៌ក្រហមបើសិនជាករណីចំនួនផ្ទះរបស់យើងមានពណ៌ក្រហមហើយគឺរួចស្រេចហើយយើងអត់ចាំបាច់បតែងអីញ៉ៃចំណាយលុយទេទៅចាតែបើសិនជាចំនួនផ្ទះរបស់យើងពណ៌អីផ្សេងគឺយើងប្រើផ្កាក្រហមទៅបើមិនចឹងទេយើងប្រើទៀនក្រហមទៅយករបស់ក្រហមទៅតាំងនៅកន្លែងហ្នឹងទៅតែមិនចាំបាច់ហាមដាច់ខាត់គឺយករបស់ដែលមុតស្រួចបានន័យថារបស់ដែលស្រួចជាបន្លាឬមួយក៏ការdesign ប្រភេទចម្លាក់ស្រួចអីគឺដាក់នៅក្នុងកណ្ដាលផ្ទះគឺមិនល្អទេចាអញ្ចឹងអាហ្នឹងពាក់ព័ន្ធនឹងជំនឿតែធ្វើឲ្យយើងមានផលប៉ះពាល់វាប៉ះទៅលើហុងស៊ុយវិញជំនឿដល់ទៅពេលតែងខុសវាប៉ះទៅលើហុងស៊ុយព្រោះហុងស៊ុយនិយាយថារបស់ដែលមិនល្អយកទៅដាក់នៅក្នុងទិសហ្នឹងវានឹងប៉ះអីចាដូចកណ្ដាលផ្ទះវាពាក់ព័ន្ធនឹងបេះដូងយើងទូខ្លួនសរសៃឈាមបេះដូងយើងមកទូបើសិនជាករណីកណ្ដាលផ្ទះមានបញ្ហាបានន័យថាយើងនឹងមានផលប៉ះពាល់ពាក់ព័ន្ធនឹងបេះដូងពាក់ព័ន្ធនឹងធ្វើឲ្យយើងលើសឈាមធ្វើឲ្យយើងប្រព័ន្ធសរសៃឈាមបេះដូងយើងមានបញ្ហាអញ្ចឹងគឺរបស់ដែលជំនឿដែលយើងជឿហ្នឹងអញយកទៅដាក់ខុសនៅពេលដាក់ខុសវាប៉ះពាល់ទៅលើហុងស៊ុយពិតប្រាកដតែដល់ពេលហុងស៊ុយពិតប្រាកដយើងសួរថាតើបើឧទាហរណ៍ថានៅទីខាងកើតគេត្រូវការឲ្យដាក់រូបភាពពណ៌ទឹកប៊ិចពណ៌តៃមេឃពណ៌អីអញ្ចឹងចុះបើសិនជាករណីយើងមិនចាំបាច់ទៅទិញរូបភាពទេចុះបើសិនជាយើងមានរូបគ្រួសារយើងយកពាក់កៅអៅពណ៌ទឹកប៊ិចយើងយកអាហ្នឹងទៅតាំងបានដូចគ្នាតែយើងព្រីនឲ្យធំមកតាំងបានដូចគ្នាអញ្ចឹងមើលទៅមិនមែនជាហុងស៊ុយទេតែយើងជាការតាំងលម្អជារូបភាពរបស់ជាគ្រួសារយើងទៀតអញ្ចឹងហុងស៊ុយបែបវិទ្យាសាស្ត្រជាការនិយាយទៅវាសិល្បៈនៃការដេគ័រផ្ទះតាមក្បួនហុងស៊ុយហើយបើសិនជាយើងរៀបចំស្អាតគឺស្អាតខ្លាំងណាស់ហុងស៊ុយបែបជាសាស្ត្រយើងមើលអាគារទំនើបដែលល្បីគឺ design បែបហុងស៊ុយយើងមើល Jewel ពលានយន្តហោះថ្មីនេះអាប់ដេតហុងស៊ុយចុងក្រោយក្នុងយុគ9យើងទៅមើល Jewel គឺ design ថ្មីស្អាតដែរម៉ានីណាវ៉ាន់ហ្នឹងក៏នៅក្នុងហុងស៊ុយយុគ9ដែរយើងទៅមើលការ design អាគារគឺចេញមកស្អាតយើងមើលរូបភាពមកដូចជាផ្កាមើលរូបភាពមួយទៀតដូចជាបេះដូងវាជាសិល្បៈនៃការ decor តែគេ decor មកធ្វើម៉េចឲ្យតែក្បួនហុងស៊ុយមិនមែនចឹង decor ចេះតែ decor ឯណាតែសំខាន់ឲ្យតែក្បួនហុងស៊ុយចឹងក្បួនហុងស៊ុយគឺស្អាតមានផាសុខភាពហើយមានក្តីសុខចាចឹងមិនមែនតែធ្វើឲ្យចេះតែទិញរបស់នេះចេះតែដាក់ចេះតែទិញរបស់នោះចេះដាក់អត់ទេចាថ្ងៃមុនខ្ញុំទៅអ៊ីតាលីខ្ញុំនិយាយថាខ្ញុំទៅឆែកខ្ញុំទៅមើលការងារនៅអ៊ីតាលីកន្លែងដែលជារោងចក្រធ្វើ brand ធំរៀបហុងស៊ុយចារៀបហុងស៊ុយរត់លើកណ្ដាលថាជុំអ៊ីតាលីហ៊ានបិឆាត់ទ្វារទៀតហុងស៊ុយបិឆាត់ទ្វារចាចឹងមិនថាមិនធម្មតានេះតែណាថាអឺរ៉ុបមិនជឿនិយាយទៅគូស្ថាបត្យករស្រុកគេខ្ញុំជឿថាគាត់ជំនាញច្រើនដោយសារគាត់មានអាប់នៅក្នុងជំនាញហុងស៊ុយប៉ុន្តែគេអត់ប្រើពាក្យហុងស៊ុយទេតែក៏ប៉ັດជាមេរៀនរបស់ហុងស៊ុយនឹងឯងតែគេអាប់នៅក្នុងវិជ្ជាដែលគេអាសិតដែលគេរៀនហ្នឹងចាសូម្បីតាអាសិតរបស់ខ្ញុំដែលខាងជនជាតិអ៊ីតាលីក៏គាត់ដឹងដែរហើយគាត់សិក្សាបន្ថែមពីពាក្យប៉ុណ្ណឹងវិជ្ជាហុងស៊ុយដូចគ្នាដូចនៅក្នុងសិង្ហបុរីអាសិត10ចេះតែ10ពាក្យប៉ុណ្ណឹងហុងស៊ុយ design ចាដល់ពេលអញ្ចឹងកាលណា10ជួបគ្រូហុងស៊ុយមកប៉ັດគ្រូហុងស៊ុយដែលច្បាស់មកប៉ັດគឺអត់ខន្តាស់គ្នាគឺចេញមកគឺស្អាតហ្មងចាហើយនិយាយទៅវាលក្ខណៈបែបថា modern ទាន់សម័យមិនលក្ខណៈអូចេញហុងស៊ុយមកចេញមកគូ design ស្អាតអត់ទេបើសិនជាខ្ញុំគិតថាមកចង់ឲ្យខ្ញុំបង្ហាញពីប្រព័ន្ធនឹងការ design ហុងស៊ុយខ្ញុំសុំសិទ្ធសម្រាប់ម្ចាស់ផ្ទះដែលខ្ញុំនេះខ្ញុំអាចបង្ហាញបានតើវាស្អាតមិនចាអញ្ចឹងពេលខ្លះអាសិតគាត់បើសិនជាកាលណាគាត់អត់មានផ្នត់កំណត់បើកចិត្តរៀនយកវិភាគតើហ្នឹងវិទ្យាសាស្ត្រឬជាជំនឿចាបើអត់មានហ្នឹងទេដាក់អត់ទាន់យក9គឺដាក់ចាញ់គេចាពួកអឺរ៉ុបឥឡូវគឺរៀនហ្មងអាសិតអ៊ីតាលីអាសិតសិង្ហបុរីអាសិតនៅតៃវ៉ាន់
ចាអាស្តិចល្បីតលីដែល design ខាងឲ្យនៅនេះខាង Michael Jackson ហ្នឹងហ៊ានចាចាំមិនថាពួកគាត់គេបើកក្នុងនិតគេមុននឹងជឿគេយកអាហ្នឹងមកវិភាគតែវាចឹងមែនអត់តែសុំឲ្យវិជាពិតហុងស៊ុយពិតបើហុងស៊ុយខ្លាញ់គេជឿទេទៅដល់អូតដាក់នេះខ្សែនេះដាក់នោះខ្សែនោះគឺគេជឿចា វាមានការពិចារណា ចានៅក្នុងរបបបែបហ្នឹង ចាអរគុណអ្នកគ្រូ